មកលើកនេះគឺជាបែប vlog daily life ជីវិតអ្នកធ្វើការនៅបន្ទប់ជួលហ្នឹងគឺអត់មានអីធ្វើច្រើនទេក្រៅពីដេកមកមានតែមុជទឹករៀបចំខ្លួនរកអីញ៉ាំហើយចេញទៅធ្វើការវិញតែប៉ុណ្ណឹងបើការដែលនៅសៀមរាបហ្នឹងខ្ញុំមាន vlog ច្រើនដូចបងប្អូនតែមើលវីដេអូខ្ញុំពីដើមហ្នឹងគឺខ្ញុំធ្វើសុបរសធម៌បើសិនជានៅផ្ទះខ្លួនឯងយើងមានការងារធ្វើច្រើនតែនេះបន្ទប់ជួលអញ្ចឹងអត់សូវមានអីធ្វើច្រើនទេគឺមានតែរៀបចំទុកដាក់របស់របរឲ្យមានរបៀបហើយចប់ហើយដូចជាអីវ៉ាន់អស់នេះអញ្ចឹងពេលខ្ញុំមកពីធ្វើការពេលយប់ហ្នឹងគឺមកដល់បោះយកដោយសារយើងហត់ផងការងារអស់នេះតែយើងឆ្លៀតបន្តិចបើមិនឆ្លៀតទេផ្ទះបន្ទប់ហ្នឹងមើលមិនយល់ទេបើយើងតាមតែអ្វីដែលយើងមកពីធ្វើការហើយខ្ជិលហើយហ្នឹងគឺមើលអត់យល់បណ្ដាបន្ទប់ហើយដៃនេះរុំបងអញ្ចឹងគឺខ្ញុំវាក្រិចសរសៃអញ្ចឹងពេលដេកនេះខ្ញុំលាបថ្នាំរឹតហើយខ្ញុំរុំនឹងបងហ្នឹងលាបថ្នាំរឹតផងលេបថ្នាំផងឲ្យផ្សំគ្នាទៅឆាប់ជាហើយណាមួយការងារខ្ញុំគឺឈោធ្វើម្ហូបអញ្ចឹងបងប្អូនដឹងស្រាប់គឺយើងដៃយើងរវល់រហូតបន្ទាប់ពីមុជទឹកហើយមានអីទេមានតែលាបលេការពារកណ្ដាលថ្ងៃមុននឹងទៅធ្វើការហ្នឹងហើយបងប្អូនយើងចាស់ហើយប្រហែលតែថែបន្តិចបើអញ្ចឹងទេក្មេងហៅតាហើយមិនត្រឹមតែហៅពូទេហើយខែនេះគឺជាខែដែលធ្លាក់ខ្យល់អញ្ចឹងស្បែកយើងវាឆាប់ប្រាប់វាឆាប់ស្ងួតអីអញ្ចឹងទៅថែខ្លះទឹកវាមិនអីទេតែមានថ្ងៃណាក៏មិនបានលាបអីដែរពោះបញ្ញាប់ពាក្យបងធ្វើការពេកអញ្ចឹងស្រោតឲ្យទៅដល់កន្លែងធ្វើការហើយរាល់ថ្ងៃបាក់ចិត្តមួយគឺរឿងសក់នឹងមកជ្រុះរហូតអត់បាត់សោះប្រើសាប៊ូណាក៏ដោយត្រូវតែមកពេលមកដបងពេលយូរទៅលេងត្រូវឲ្យជ្រុះវិញដដែលឌីតែនឹងផ្លេចលាបប្រេងរឹតហើយនឹងរុំបងដៃខ្ញុំនេះពេលខ្លះខ្ញុំធ្លាប់ឈឺបងប្អូនបើកម៉ូតូអត់ចង់កើតទេដៃនេះពេលខ្លះកាន់ចង្កូតម៉ូតូកាន់មិនជាប់ផងដូចជាលើកនេះដែរអញ្ចឹងគឺខ្ញុំពិបាកចាប់ហ្វ្រាំងម៉ូតូដោយសារវាឈឺពេកហើយពេលធ្វើការគឺខ្ញុំធ្វើតែដៃម្ខាងទេដៃម្ខាងនេះបានតែជួយអមតិចទេមិនទៅធ្វើអីធ្ងន់ហើយចម្ងាយពីកន្លែងស្នាក់នៅទៅកន្លែងធ្វើការខ្ញុំហ្នឹងគឺជិត10គីឡូដែរអញ្ចឹងខ្ញុំជិះរាល់ថ្ងៃហ្នឹងគឺប្រើពេលអស់កន្លះម៉ោងឥឡូវរួចរាល់ហើយក៏ឆ្លៀតថែមទឹកអប់បន្តិចទៅដើម្បីឲ្យមានក្លិនក្អូបជាប់ខ្លួនខ្លះតាមពិតទៅខ្ញុំក៏មិនមែនជាអ្នកដែលនឹកនារឿងទឹកអប់ដែរភ្លេចទៅរហូតហ្នឹងតែលើកនេះឃើញវានៅនឹងមុខហើយក៏បាញ់បន្តិចទៅខ្ញុំចូលធ្វើការម៉ោង11ប៉ុន្តែទូទៅគឺម៉ោង9ជាងឬក៏ម៉ោង10អីហ្នឹងគឺខ្ញុំចេញពីផ្ទះហើយដោយសារតែខ្ញុំទំនេរទៅពេលព្រឹកចឹងហើយក៏ស្រោតឲ្យបានលឿនបន្តិចទៅព្រោះបើយើងទៅបានលឿនយើងក៏ធ្វើការងារបានច្រើនដែរហើយម៉ោងស្មាននេះក៏ផ្លូវអត់សូវស្ទះដែរបងប្អូនម៉ោង9នេះគឺរឹងស្រឡះហើយបើសិនជាពីម៉ោង7ម៉ោង6ម៉ោង7ហ្នឹងគឺបាច់ទេជិះឡើងស្ពាននេះអត់រួចទេអញ្ចឹងខ្ញុំត្រូវរកផ្លូវវាងផ្សេងតាំងពីមកនៅកន្លែងនេះបានមួយឆ្នាំជាងមកគឺខ្ញុំស្គាល់ផ្លូវវាងបានច្រើនដែរស្គាល់គឺដោយសារតែពេលស្ទះហ្នឹងជិះតាមគេតាមឯងទៅស្គាល់ផ្លូវថ្មីហើយផ្លូវដែលខ្ញុំកំពុងតែជិះនេះគឺផ្លូវសហព័ន្ធរុស្ស៊ីសប្តាហ៍ថ្ងៃខ្ញុំស្នាក់នៅក្នុងខណ្ឌពោធិ៍សែនជ័យហើយមកធ្វើការនេះគឺខ្ញុំធ្វើនៅម្ដុំផ្សារអូរស័យនៅភ្នំពេញសម្បូរការងារប៉ុន្តែការរស់នៅយើងត្រូវចំណាយច្រើនបន្តិចដែរព្រោះអីបន្ទប់ជួលមួយគឺថ្លៃជាងនៅសៀមរាបឆ្ងាយដោយការខ្ញុំនៅសៀមរាបហ្នឹងបន្ទប់ជួលតម្លៃដូចនៅភ្នំពេញនេះគឺស្អាតដែរប៉ុន្តែនៅភ្នំពេញរោតម្លៃបន្ទប់ជួលដូចនៅសៀមរាបអត់បានទេតម្លៃប៉ុណ្ណឹងបានថ្លៃជាងហ្នឹងមកបានបន្ទប់ស្អាតអញ្ចឹងតម្លៃដូចនៅសៀមរាបគឺបន្ទប់អត់ស្អាតហើយចំពោះបន្ទប់ខ្លះនៅជាន់លើអញ្ចឹងអត់មានកន្លែងដាក់ម៉ូតូទេអញ្ចឹងយើងត្រូវផ្ញើម៉ូតូកន្លែងផ្សេងនឹងអស់លុយម្ដងទៀតបាទជិះកាត់ឥឡូវខ្ញុំមកដល់កន្លែងធ្វើការហើយកន្លែងធ្វើការរបស់ខ្ញុំនេះគឺមានសុវត្ថិភាពល្អណាស់សម្រាប់យានយន្តតែយើងជិះមកធ្វើការហ្នឹងគឺមានសន្តិសុខគាត់ចាំជួយមើលយើងគ្រប់ពេលបុគ្គលិកធ្វើការនៅកន្លែងខ្ញុំនេះគឺមាន2វេនព្រឹកនិងវេនថ្ងៃត្រង់វេនព្រឹកគឺចូលម៉ោង7ចេញម៉ោង4និងវេនថ្ងៃត្រង់ហ្នឹងគឺចូលម៉ោង11ចេញម៉ោង8យប់ឆ្ងល់ដែរធ្វើការយូរទៅលេងខ្លាចមនុស្សគ្នាឯងហើយពួកគាត់សុទ្ធតែជាអ្នកស្រឡាញ់ការងារព្រោះអីមកមុនម៉ោងទាំងអស់គ្នាបងប្អូនចឹងមកដល់ហើយបែងចែកការងារគ្នាធ្វើតាមតួនាទីរៀងៗខ្លួនទៅហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណបងប្អូនសម្រាប់ការទស្សនាដល់ចប់